ជាដំបូងយើងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះនុនសុក្រាមកពីក្រុមទី5នៅថ្នាក់ទី11ខដែលក្រុមរបស់នាងខ្ញុំមានសមាជិកចំនួន6នាក់មានដូចជាឈូតាំងឡៃជាអនុប្រធានហេងលីហួងជាអនុប្រធានព្រំធីរីជាសមាជិកយើងកំឡាជាសមាជិកត្រីរីវាងជាសមាជិកនិងនាងខ្ញុំផ្ទាល់ជាប្រធាននៅថ្ងៃនេះនាងខ្ញុំបានលើកយកប្រធានបទមួយមកនិយាយគឺអំពីជំងឺខ្វាក់មាន់ហើយនាងខ្ញុំបានបែងចែកមេត្តាចំនួន7មានដូចជាមេត្តាទី1និយម2និយមន័យមេត្តាទី2និយម2មូលហេតុដែលបង្កឲ្យមានជំងឺខ្វាក់មាន់មេត្តាទី3និយម2រោគសញ្ញានៃជំងឺខ្វាក់មាន់មេត្តាទី4និយម2វិធីព្យាបាលមេត្តាទី5និយម2វិធីបង្ការមេត្តាទី6និយម2សន្និដ្ឋានមេត្តាទី7និយម2ឯកសារយោងដឹងអំពីជំងឺខ្វាក់មាន់ឲ្យកាន់តែច្បាស់យើងគួរតែស្គាល់ថាអ្វីទៅគឺជាជំងឺខ្វាក់មាន់ជាការប៉ັດណាជំងឺខ្វាក់មាត់ឬហៅបានយ៉ាងទៀតថានីតែអូភាគឺសំដៅទៅលើការខកខានកំហើញដោយអ្នកជំងឺខ្វាក់មាត់គឺខ្សែកំហើញនៅពេលយប់និងទីកន្លែងដែលមិនសូវមានពន្លឺពាក្យថាខ្វាក់មាត់មិនមែនមានថាមិនអាចមើលឃើញនៅទីងងឹតនោះទេគ្រាន់តែពិបាកមើលនៅទីកន្លែងដែលមិនសូវមានពន្លឺប៉ុណ្ណោះតែមូលហេតុអ្វីខ្លះដែលបង្កឲ្យមានជំងឺខ្វាក់មាត់មូលហេតុដែលបណ្ដាលកើតមាននៅជំងឺខ្វាក់មាន់គឺបណ្ដាលមកពីកោសិកានៃស្ទប់រ៉េទីនខូចខាតហើយបាត់បង់ដែលធ្វើឲ្យភ្នែករបស់យើងនឹងមើលមិនឃើញផ្ទៃរូបភាពច្បាស់នៅពេលយប់កត្តាដែលធ្វើឲ្យស្ទប់រ៉េទីនខូចខាតហើយបាត់បង់បណ្ដាលមកពីទឹកដក់ក្នុងភ្នែកឡើងបាយទឹកនោមផ្អែមជំងឺសេនេទិកដែលធ្វើឲ្យកោសិកាស្ទប់រ៉េទីនខូចខាតនិងកង្វះជាតិវីតាមីន A តើរោគសញ្ញាជំងឺខ្វាក់មាន់មានអ្វីខ្លះរោគសញ្ញាជំងឺខ្វាក់មាន់គឺមានតែមួយគត់គឺពិបាកមើលនៅកន្លែងងងឹតអាការៈខ្វាក់មាន់ក៏អាចកើតឡើងនៅពេលដែលយើងចេញពីកន្លែងដែលមានពន្លឺភ្លឺខ្លាំងទៅកន្លែងដែលមានពន្លឺងងឹតខ្លាំងភ្លាមៗហើយអាការៈខ្វាក់មាន់ក៏អាចកើតឡើងនៅពេលដែលយើងកំពុងបើកបរនៅលើដងផ្លូវផងដែរព្រោះដោយសារចង់ផ្លាតជាមួយនឹងពន្លឺភ្លើងផ្លឹករបស់ភ្លើងរថយន្តដែលកំពុងចរាចរនៅលើដងផ្លូវតើជំងឺខ្វាក់មាន់អាចព្យាបាលបានដែរទេជំងឺខ្វាក់មាន់គឺអាចព្យាបាលបានដោយពីផ្នែកជាមួយគ្រូពេទ្យប្រសិនបើបណ្ដាលមកពីបញ្ហាបញ្ញប់យើងត្រូវប្រើប្រាស់វ៉ែនតាឬឡែនគឺការប្រើវ៉ែនតាដែលត្រូវនឹងកម្រិតភ្នែកនឹងជួយយើងមើលឃើញច្បាស់ជាងមុនទាំងពេលថ្ងៃនិងពេលយប់ប្រសិនបើភ្នែកឡើងបាយគឺកញ្ចក់ភ្នែកឡើងស្រអាប់ហើយអាចព្យាបាលបានដោយការវះកាត់ពេទ្យនឹងបដូរឡែនភ្នែកស្រអាប់ចេញហើយជំនួសដោយឡែនថ្នាលថ្មីយើងនឹងមានអារម្មណ៍ថាមើលឃើញច្បាស់ជាងមុនទាំងពេលថ្ងៃនិងពេលយប់ប្រសិនបើខូចខាតស្រែក្នុងករណីខូចខាតស្រែអាចបង្កឲ្យកើតជំងឺខ្វាក់មាន់ដូចជាបញ្ហា retinitis pigmentosa គឺមិនអាចព្យាបាលបាននោះទេប្រសិនបើកើតជំងឺនេះយើងប្រកួតបាក់បននៅពេលយប់ឡើយការថែរក្សាភ្នែកជៀសវាងការអានឬប្រើទូរស័ព្ទនៅកន្លែងងងឹតបរិភោគអាហារស្អាតនិងសមស្របសម្រាប់ភ្នែកបានគ្រប់គ្រាន់តែដើម្បីបង្ការជំងឺខ្វាក់មាន់យើងត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺខ្វាក់មាន់យើងត្រូវញ៉ាំអាហារដែលមានវីតាមីននិងជីរ៉ាដើម្បីបង្ការកុំឲ្យភ្នែកឡើងបាយត្រូវញ៉ាំអាហារដែលមានវីតាមីន A ដើម្បីបង្ការកុំឲ្យកើតជំងឺខ្វាក់មាន់ជាពិសេសបើពួកអាហារដែលមានពណ៌ទឹកក្រូចសម្បូរវីតាមីន A ខ្ពស់ដូចជាដំឡូងជ្វាតសក់ស្រូវលឿងការ៉ុតល្ពៅស្វាយវីតាមីន A ក៏មាននៅក្នុងអាហារនិងបន្លែមួយចំនួនទៀតដូចជាបន្លែពណ៌បៃតងខាត់ណាទឹកដោះគោសុទ្ធប្រសិនបើយើងកើតជំងឺខ្វាក់មាន់គួរប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯងនិងអ្នកដទៃសូមកុំបើកបរនៅពេលយប់លុះត្រាតែមានការព្យាបាលបានត្រឹមត្រូវគួរតែបើកបរនៅពេលថ្ងៃហើយត្រូវពាក់វ៉ែនតានិងមួកការពារពីពន្លឺភ្លឺខ្លាំងសរុបសេចក្តីមកការរស់នៅជាមួយនឹងជំងឺខ្វាក់មាន់គឺជារឿងដែលពិបាកនិងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្លាំងណាស់ជាពិសេសគឺការបើកបរនៅពេលយប់បើសិនបើអ្នកកើតជំងឺខ្វាក់មាន់ឬសមាជិករបស់អ្នកមានជំងឺខ្វាក់មាន់គួរតែលើកទឹកចិត្តឲ្យពួកគាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យព្រោះជំងឺនេះអាចព្យាបាលនិងបង្ការកុំឲ្យកើតមានធ្ងន់ធ្ងរបានបើសិនជាយើងដឹងអំពីមូលហេតុរបស់វាច្បាស់លាស់ចំពោះឯកសារយោងយើងបានដកស្រង់ចេញពីអង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO និងសមាគមភ្នែកសាស្ត្រអរគុណដល់អ្នកគ្នាចំពោះការចំណាយពេលវេលាមានតម្លៃនៅក្នុងការស្ដាប់និងទស្សនាវីដេអូរបស់ពួកយើងហើយប្រសិនបើពួកយើងមានកំហុសខុសឆ្គងត្រង់ណាសំខាន់តែនឹងភ័យទោសជាចុងក្រោយពួកយើងក្រុមទី5សូមអរគុណនិងសូមគោរពលាអូខេ I just had to let you know you're